នាព្រឹកព្រលឹមស្រាងព្រះសូរ្យាបានអោតចេញពីដានមេឃឆ្លុះចែងចាំងរស្មីលើវត្តហរិររាជនីយ៉ាងស្រស់ត្រកាលគួរជាទីពេញពិលរមិលមើលរបស់សពសាធុជនទាំងឡាយនៅក្នុងដែនសវណ្ណភូមិអារាមហរិររាជនីជាវត្តមួយដែលពោពេញទៅដោយកំណត់ត្រាប្រវត្តិសាស្ត្រយ៉ាងសម្បូរបែបជាកន្លែងបញ្ចប់នៃការប៉ុនប៉ងពុះជ្រៀកចែកទឹកដីខ្មែររវាងសៀមនិងអាណាមតាមរយៈសន្ធិសញ្ញាសៀមនិងអាណាមនៅខែធ្នូឆ្នាំ1845កាលពី178ឆ្នាំមុនគឺនៅឆ្នាំ1847វត្តហរិររាជនីជារាជវាំងរបស់ព្រះអង្គឌួងអតីតរាជវាំងនេះជាឃ្លាំងទ្រព្យនៃការចាប់ផ្ដើមបំផុសឲ្យមានគំនិតជួញដូរទំនិញជាច្រើនប្រភេទទាំងក្នុងនិងក្រៅប្រទេសតាមរយៈស្នាមប្រហោះកសាងកំពង់ផែនៅខេត្តកំពតរបស់ព្រះបាទអង្គឌួងជាកន្លែងបង្កើតឲ្យមានរូបិយប័ណ្ណថ្មីឈ្មោះថាប្រាក់ណែនដែលមានរូបខំនិងប្រាសាទដើម្បីសម្រួលការធ្វើពាណិជ្ជកម្មជាកន្លែងបណ្ដុះនៅមនសិការស្នេហាជាតិសាសន៍ការតស៊ូពុះពៀចំពោះបរណភាពទឹកដីវប្បធម៌អក្សរសាស្ត្រនិងការលើកតម្កើងគុណតម្លៃព្រះពុទ្ធសាសនានៅកម្ពុជាករណីប្របាទហរិររាមាអិសរាធិបតីប្របាទអង្គឌួងលោកគង់នៅទីនេះលោកបានតែងនិពន្ធនៅច្បាប់យ៉ាងច្រើនណាច្បាប់សម្រាប់កម្មវិធីបុណ្យចូលឆ្នាំជំបិណ្ឌអីផ្សេងជាខ្លាំងនៃចំណេះដឹងផងហើយជាព្រះបរមរាជវាំងផងហើយបន្ទាប់មកក៏បានថ្វាយនៅវត្តនឹងចំពោះព្រះពុទ្ធសាសនាឧទ្ទិសចំពោះព្រះពុទ្ធសាសនាឯកសារកំណត់ត្រាប្រវត្តិសាស្ត្របានសរសេរថាព្រះបាទអង្គឌួងបានឡើងសោយរាជសម្បត្តិនៅឆ្នាំ1847នៅក្រុងឧដុង្គក្នុងព្រះជន្មាអាយុ52ព្រះវស្សាព្រះអង្គប្រសូតនៅឆ្នាំ1796ជាព្រះរាជបុត្រាពៅរបស់ព្រះបាទអង្គអេងនិងអ្នកម្នាងរស់ព្រះបាទអង្គឌួងមានព្រះរាមចំនួន4ព្រះអង្គគឺព្រះអង្គច័ន្ទអង្គភឹមអង្គស្ងួននិងព្រះអង្គអឹមដោយទឹកចិត្តប្រតិជ្រះថ្លាចំពោះព្រះពុទ្ធសាសនានៅឆ្នាំ1854ព្រះអង្គបានថ្វាយព្រះបរមរាជវាំងបូជាចំពោះព្រះពុទ្ធសាសនាដោយដាក់ឈ្មោះថាវត្តហរិររាជនីហរិររាជនីនេះតយកអំពីព្រានាមរបស់បករណាប្របាទហរិររាមាអិសរាធិបតីជានាមរបស់ប្របាទអង្គឌួងមកកណាត់ដល់ពេលរាជនីនេះគឺយកស្ដេចស្រីគឺប្រមាតាហ្នឹងជារាជនីក្រុងរាជនីអញ្ចឹងពាក្យទាំងអស់នេះក៏ផ្សំគ្នាថាវត្តហរិររាជនីហើយវត្តវាំងចាស់ប៉ុន្តែពីដើមគេហៅថាវត្តក្នុងវាំងដល់វត្តក្នុងវាំងពីមុនវត្តក្នុងវាំងដល់ពេលយូរទៅវាំងហ្នឹងជាអតីតអញ្ចឹងខ្លាចជាចាស់វាយូរទៅវាចាស់ជាបុរាណជាចាស់គេហៅថាវត្តវាំងចាស់តែម្ដងជាប់ដល់សពថ្ងៃនេះបាទបន្ទាប់ពីបានថ្វាយព្រះបរមរាជវាំងបូជាចំពោះព្រះពុទ្ធសាសនាព្រះវររាជនីបាននិមន្តព្រះមហាវិបស្សនាព្រះនាមញៀនមឿងមកគង់ធ្វើជាព្រះចៅអធិការចាស់ព្រឹទ្ធាចារ្យនិទានថាព្រះមហាវិបស្សនាព្រះនាមញៀនមឿងមានព្រះឱស្ឋទិព្វមានឫទ្ធិអំណាចពូកែស័ក្តិសិទ្ធិអាចញ៉ាំងឲ្យសម្រេចបាននូវសេចក្តីសុខគ្រប់បែបយ៉ាងដល់ប្រជាពុទ្ធបរិស័ទវត្តហរិររាជនីនៅសម័យនោះមានភាពរុងរឿងជាវត្តបរិបូរទៅដោយគម្ពីរសាស្ត្រាបាលីខ្មែរនិងបានបណ្ដុះបណ្ឌិតសង្ឃខ្មែរជាច្រើនអង្គក្រោមព្រះរាជោនុបត្ថម្ភរបស់ព្រះបាទអង្គឌួងបច្ចុប្បន្នភាពវត្តហរិររាជនីមានទីតាំងស្ថិតនៅក្នុងភូមិក្នុងវាំងសង្កាត់វាំងចាស់ក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺជាវត្តមួយដែលបានបណ្ដុះពូជប្រសង់ជាបណ្ឌិតនឹងមានចំនួនច្រើនអង្គណាព្រោះតាំងពីច្បាប់ទាំងឡាយដូចជាបុណ្យកឋិនបុណ្យផ្កាភ្ជុំបិណ្ឌឬក៏បុណ្យអីផ្សេងតាំងពីច្បាប់ប្រុសច្បាប់ស្រីត្រីនេតកេលកាលអីទាំងអស់គឺកើតឡើងនៅក្នុងសម័យព្រះបាទហរិររាមាអិសរាធិបតីព្រះអង្គឌួងនឹងដែរសូម្បីតែបាយបិណ្ឌក៏កើតនៅក្នុងសម័យព្រះបាទហរិររាមាអិសរាធិបតីអង្គឌួងពលគឺព្រះអង្គជាអ្នកជ្រះថ្លានៅក្នុងពុទ្ធសាសនានឹងខ្លាំងណាស់លោកកសាងនឹងហើយដោយទីបំផុតទៅដែលត្រូវទៅលះបង់នេះក្នុងពេលដែលព្រះអង្គសោយរាជ្យគឺចាប់តាំង
តាំងពីកំណើតរបស់ព្រះបាទហរិយរាមាអ៊ីស្រាធិបតីអង្គឌួង1841រហូតដល់1860 យោងតាមកំណត់ត្រាប្រវត្តិសាស្ត្របានបញ្ជាក់ថាព្រះបាទអង្គឌួងជាមហាក្សត្រចុងក្រោយដែលសោយរាជ្យនៅរាជធានីឧដុង្គព្រះអង្គមឹងម៉ាត់ពូកែខាងយុទ្ធសាស្ត្រអក្សរសាស្ត្រនិងមានមោទកភាពចំពោះជាតិខ្មែរគ្រាមួយនៅពេលព្រះអង្គជួបជាមួយលោកហុងរីម៉ូហូជនជាតិបារាំងនៅខេត្តកំពតព្រះអង្គបានមានព្រែកបន្ទូលថាវត្តមាននៃជនជាតិអឺរ៉ុបនៅទីនេះនឹងធ្វើឲ្យជនជាតិអាណាមភ័យខ្លាចសម្រាប់ភាពស្ងប់សុខសាន្តរបស់យើងខ្ញុំសូមឲ្យប្រទេសបារាំងកុំធ្វើសមយុទ្ធណាមួយលោកហុងរីម៉ូហូជាអ្នកស្រាវជ្រាវរកជនជាតិបារាំងនៅពាក់កណ្ដាលសតវត្សទី19ឯកសារដដែលបានបញ្ជាក់ទៀតថាព្រះបាទអង្គឌួងបានសោយទីវង្គតនៅឆ្នាំ1860នៅព្រះជន្មអាយុ65ព្រះវស្សាជីវិតរបស់ព្រះបាទអង្គឌួងបុណ្យទាំងអស់ដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងគឺចេញទៅពីកន្លែងវាំងចាស់ទាំងអស់ឆ្លងកាត់ជាច្រើនសម័យកាលពីមួយចំនួនទៅមួយចំនួនរហូតខ្មែរទទួលបានឯករាជ្យពីអាណានិគមបារាំងនៅឆ្នាំ1953ក្រោមស្នាមព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋនរោត្តមសីហនុនិងពុព្វបុរសខ្មែរអ្នកស្នេហាជាតិជាច្រើនរូបផ្សេងទៀតសង្គមថ្មីមួយបានកើតឡើងគឺសង្គមរាស្ត្រនិយមសូរិយារះបានមួយរយៈពេលខ្លីរាត្រីអន្តការបានចូលមកដល់គឺថ្ងៃទី17មេសាឆ្នាំ1975ទីក្រុងភ្នំពេញប្រែពីសបាយខ្លាចជាទុក្ខមានផ្ទះអត់មនុស្សនៅមានផ្លូវខ្វះមនុស្សដើរពលរដ្ឋខ្មែរឲ្យឈ្មោះក្រៅផ្លូវការថាសម័យប៉ុលពតប៉ុន្តែកំណត់ត្រាប្រវត្តិសាស្ត្របានដាក់ឈ្មោះថាកម្ពុជាប្រជាធិបតេយ្យមានអាយុកាល3ឆ្នាំ8ខែ20ថ្ងៃពលរដ្ឋខ្មែរបានភ្លក់គ្រប់រសជាតិនៃជីវិតភាពអត់ឃ្លានដេកហាលថ្ងៃហាលខ្យល់និងការធ្វើទារុណកម្មយ៉ាងសាហាវយង់ខ្នងបានកាត់ឡើងពលរដ្ឋជាច្រើនលានអ្នកបានស្លាប់ទីអារាមជាច្រើនកន្លែងបានកំទេចចោលក្រោមហេតុផលព្រះសង្ឃគឺជាបន្ទុករបស់សង្គមត្រូវតែកម្ចាត់បន្ទាប់មកក្រោយមកដែលប៉ុលពតដែលវាយពហិយនឹងចោលអស់ហើយវាយកុដនឹងចោលអស់ទៅតាស្នើទៅសម្ដេចអគ្គមហាសេនាបតីដៃជូហ៊ុនសែនឬសំឡេងគាត់ក៏បានយកតាទៅជែកពិភាក្សារឿងកសាងវត្តនឹងបើគេណាគេមិនកសាងទេគាត់កសាងហើយពីព្រោះខ្ញុំប្រាប់គាត់អញ្ចឹងពីអតីតកាលមកខ្ញុំសុំនឹងឲ្យគេអត់ធ្វើណាចៅណាឲ្យទៅជួសជុលក្រោយរបបប៉ុលពតបានបញ្ចប់ទៅទោះបីស្ថានភាពលំបាកក្រីក្រសឹកសោយតកយ៉ាយ៉ាងណាក៏ដោយតែទឹកចិត្តជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទបានបង្កើតឲ្យមានកម្លាំងសាមគ្គីផ្ដុំខ្លាំងឡើងជំរុញលើកស្ទួយព្រះពុទ្ធសាសនាឲ្យសម្រេចឡើងវិញដើម្បីពង្រីកវប្បធម៌មរតកជាតិលើកស្ទួយវិស័យអក្សរសាស្ត្រខ្មែរនិងការប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃឲ្យបានល្អប្រសើរជាភ័យយុភាពនៅឆ្នាំ1996ដោយទឹកចិត្តសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនាសម្ដេចតេជោហ៊ុនសែនសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែននិងប្រជាពុទ្ធបរិស័ទបានរួមគ្នាផ្ដើមកសាងវត្តហរិរិរាជនីដែលជាកេរដំណែលរបស់ព្រះបាទអង្គឌួងឲ្យរស់រានមានជីវិតឡើងវិញរាល់ទីអាវាសនៃវត្តនេះទាំងមូលគឺគាត់ជួយឧបត្ថម្ភធ្វើទាំងអស់ឥឡូវនេះតាំងពីព្រះវិហារពីសាលាឆាន់ពីកុដិរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនគាត់បានចូលរួមកសាងទាំងអស់នៅក្នុងទីអាវាសវត្តនឹងហើយនិយាយពីទំហំនៃការកសាងទាំងអស់នឹងដូចលោកបានឃើញហើយថាតើមានទំហំបុណ្យកុសលនឹងយ៉ាងម៉េចវាស់ស្ទង់អត់បានទេមិនអាចវាស់ស្ទង់បានទេប៉ុន្តែយើងឃើញថាភាពថ្កុំថ្កើងរបស់បុគ្គលដែលរក្សានៅបុណ្យកសាងនៅប្រទេសជាតិកសាងនៅវត្តអារាមតែងតែរុងរឿងថ្កុំថ្កើងទៅមិនមានថ្ងៃស្ទាត់ទេបងហ្នឹងដោយសារបុណ្យកុសលនឹងចេះកាន់តែជួយចម្រុងចម្រើនគាត់នឹងកាន់តែល្អប្រសើរទៅទាំង
ទាំងបច្ចុប្បន្ននិងទៅអនាគតហ្នឹងហើយអត់មានសិតទេបុគ្គលដែលរសានៅបុណ្យក៏រមែងរសានៅបុគ្គលនោះវិញក្រោយព្យុះភ្លៀងសង្គ្រាមហែកហួរគ្នាទាំងក្នុងនិងក្រៅយ៉ាងយូរអង្វែងស្ទើរតែបាត់វត្តមានកម្ពុជាពីផែនទីពិភពលោកបច្ចុប្បន្នភាពកម្ពុជាមានភាពរបីរន្ទឺនិងទទួលបានការកោតសរសើរជុំវិញពិភពលោកមេដឹកនាំសំខាន់ជាច្រើនមានជាអាដាមស៊ីជីនពីងប្រធានរដ្ឋចិនអាដាមបារ៉ាក់អូបាម៉ានិងអាដាមជូបៃដិនប្រធានាធិបតីសហរដ្ឋអាមេរិកនិងមេដឹកនាំសំខាន់ជាច្រើនផ្សេងទៀតបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកម្ពុជាជាច្រើនក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះសច្ចភាពនៃភាពរីកចម្រើនទាំងពុទ្ធចក្រនិងអាណាចក្របានកំពុងដើរទន្ទឹមគ្នាដើម្បីអភិវឌ្ឍមាតុប្រទេសមួយនេះឲ្យរីកចម្រើនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃអូនមើលសួនច្បារតែអាត្មាគិតដំបូងបំផុតរាល់ថ្ងៃហ្នឹងគឺចង់បង្កើតវត្តនេះជាអារាមទេសចរប៉ុន្តែអារាមហ្នឹងវត្តអារាមខ្មែរយើងវត្តអារាមវត្តបដិបត្តិអារាមៈជាទីរីករាយនេះយើងចូលមកវត្តរីករាយបដិបត្តិតាមធម៌ណាមិនមែនរីករាយអីផ្សេងទេរីករាយនៅក្នុងធម៌ហ្នឹងបានតែខ្លាចហៅថាវត្តអារាមដល់យូរទៅខ្មែរយើងលែងហៅវត្តអារាមដូចជាវត្តដាច់អារាមៈហ្នឹងប្រែថារីករាយហ្នឹងដាច់បាត់ហើយបើអញ្ចឹងប៉ុន្តែចំពោះគោលដៅវត្តអាត្មាគឺចង់ឲ្យធ្វើវត្តនេះជាវត្តអារាមចូលមកគឺស្រស់ស្រាយរីករាយនឹងការបំពេញបុណ្យកុសលហើយនឹងសម្រាប់ភ្ញៀវទេសចរផ្សេងដែលមកពីទិសទាំង4នឹងអាចមកទស្សនានៅវត្តវាំងចាស់នេះបានជាគេដំណើរតាំងពីបរមរានយើងមកវត្តហរិររាជនីបានក្លាយជាវត្ថុតាងប្រវត្តិសាស្ត្រមនុស្សជាតិជាស្បែកជាសាច់ជាសរសៃជាឈាមជាឆ្អឹងជាអារាមទេសចរជាដួងព្រលឹងរបស់ពពកបរោះដែលកូនខ្មែរគ្រប់ចំនួនបានចងចាំជាប់ជានិច្ចនៅក្នុងក្រអៅបេះដូងស្របពេលពិភពលោកកំពុងមានសង្គ្រាមកម្ពុជាកំពុងក្លាយជាគ្រូបង្រៀនដ៏ឆ្លាតវៃនិងចាស់វស្សាផ្នែករក្សាសុខសន្តិភាពហើយពលរដ្ឋខ្មែរបានប្រសិទ្ធនាមថ្មីឲ្យព្រះរាជាណាចក្រកម្ពុជាក្រៅផ្លូវការថាសម័យដេជោសន្តិភាពស្នាដៃទាំងនេះអាចជាសក្ខីកម្មប្រវត្តិសាស្ត្រមួយឆ្លុះបញ្ចាំងពីកូនចៅខ្មែររបស់ព្រះបាទអង្គឌួងបានកំពុងរក្សាគុណតម្លៃរបស់ដូនតាឲ្យគង់វង្សស្ថិរជាចេរកាលរហូតបានក្លាយជាកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ